ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមានវីដេអូអំពីការធ្វើសាច់មាន់ផាត់ចាជូនបងប្អូនទាំងអស់គ្នានាងខ្ញុំធ្លាប់ចេញវីដេអូបែបនេះម្ដងរួចមកហើយក៏ប៉ុន្តែការធ្វើគឺមានរូបមន្តខុសពីគ្នាចាអញ្ចឹងថ្ងៃនេះនាងខ្ញុំមកចែករំលែកបងប្អូនឡើងវិញតាក់ទងជាមួយនៅវិធីធ្វើមួយបែបផ្សេងទៀតជូនបងប្អូនចាការធ្វើបាក់យ៉ុងសាច់មាន់គឺយើងធ្វើជាមួយនឹងសាច់ទ្រូងមាន់បងប្អូនចានាងខ្ញុំមានសាច់ទ្រូងមាន់ចំនួន2ដុំប៉ុន្តែអត់ធ្វើទាំងអស់ទេគឺធ្វើតែ1ដុំហើយថែមកន្លះតែប៉ុណ្្នឹងទេចាជាដំបូងបងប្អូនត្រូវយកមកលាងសម្អាតឲ្យបានជ្រះល្អសិនបើសិនជាសាច់មាន់ហ្នឹងមានដូចជាខ្លាញ់អីដែលយើងអត់ចង់បានហ្នឹងបងប្អូនជាចេញឲ្យស្អាតចាហើយបន្ទាប់មកទៀតបងប្អូនអាចយកវាមកហាន់ឲ្យហើយបងប្អូនដាក់ទាំងមូលអញ្ចឹងក៏បានប៉ុន្តែវាអាចរៀងយូរនៅពេលដែលបងប្អូនស្ងោររំផុយល្អចំណែកនាងខ្ញុំគឺនាងខ្ញុំនឹងកាត់វាតូចៗឲ្យហើយប៉ុន្តែបងប្អូនត្រូវកាត់ដោយប្រយ័ត្នកុំឲ្យដាច់កុំឲ្យខ្លីបងប្អូនចាដើម្បីទុកសរសៃឲ្យឡើងវែងនៅពេលដែលឆ្អិនទៅគឺស្អាតហើយក៏ឆ្ងាញ់ផងដែរចាឥឡូវនេះយើងសម្អាតឲ្យស្អាតណាកាត់វាឲ្យអស់នៅសរសៃឬមួយក៏ស្បែកដែលមាននៅជាប់ជាមួយហ្នឹងដើម្បីឲ្យសាច់បាក់យ៉ុងរបស់យើងពេលដាក់ស្ងោរទៅឆ្អិនទៅគឺស្អាតតែម្ដងចាពេលនេះយើងបានលាងរួចហើយយើងយកមកដាក់ក្នុងចានមួយចាសម្រាប់ឲ្យអស់ទឹកហើយបន្តមកទៀតយើងប្រឡាក់គ្រឿងទុកជាមុនចាការផ្សំគ្រឿងបែបនេះគឺធ្វើឲ្យសាច់មាន់នឹងចូលជាតិបានល្អមុននឹងយើងដាក់យកទៅធ្វើជាសាច់បាក់យ៉ុងស្ងោរបងប្អូនចាវិធីធ្វើបងប្អូនអាចប្រើគ្រឿងក្រៅតាមចំណង់ចំណូលចិត្តផ្អែមដិតឬក៏ប្រៃបែបណាឯងបងប្អូនដាក់តាមគ្រឿងដែលចូលចិត្តចំណែកនាងខ្ញុំគឺស្មើនឹងទ្រូងមាន់មួយដុំកន្លះហ្នឹងគឺនាងខ្ញុំប្រើអំបិលចាចំនួន1ស្លាបព្រាប្រើម្សៅស៊ុបមាន់ចំនួន2ស្លាបព្រាកាហ្វេហើយនាងខ្ញុំប្រើទឹកស៊ីអ៊ីវចំនួនបើនិយាយទៅ2ច្រត់ចានាងខ្ញុំមិនដឹងថាប្រហែលជារង្វាល់ទេដោយសារបានវល់ប៉ុន្តែបើតាមតាការវល់ហ្នឹងគឺស្មើនឹងមួយកូនចានទឹកជ្រលក់ចាហើយដាក់លាយប៊ីចេងចូលបន្តិចទៀតផងដែរចាហើយបន្តមកទៀតបងប្អូនដាក់ប្រេងខ្យងហើយបងប្អូនត្រូវយកគ្រឿងដែលបន្ថែមក្លិនឈ្ងុយមានដូចជាចាដូចជាខ្ញីបន្តិចផងទៅហើយនឹងដាក់ជាមួយនឹងខ្ទឹមចា4-5កំពឹសតាមចំណង់ចំណូលចិត្តរបស់បងប្អូនតទៅមកទៀតយើងកូរឲ្យវាចូលល្បាយនឹងរាយសពចូលគ្នាបានល្អហើយចាត់ការខ្ទឹមនឹងយកមកបុកវាចាបុកឲ្យម៉ត់ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការដែលយើងប្រឡាក់ទៅគឺអត់មានដុំនៅលើស្បែកលើសាច់អីទេចាហើយយើងយកវាមកចាក់កូរលាយជាមួយនឹងគ្រឿងដែលយើងបានប្រឡាក់មិញនឹងឲ្យហើយទៅហើយចាំបងប្អូនងាកមកធ្វើសាច់មាន់ចាយើងកាត់ជាចម្រៀកអស់ហើយដើម្បីងាយស្រួលនៅក្នុងការដែលយើងយកមកប្រឡាក់វិធីក្នុងការជ្រើសរើសសាច់មាន់ដើម្បីយកមកធ្វើជាសាច់ផាត់បងប្អូនត្រូវយកសាច់ណាដែលណែនដែលមើលទៅគឺដុំធំហើយសាច់នឹងរាងណែនមិនឲ្យប៉ះទៅខ្ចីពេកកាលណាបងប្អូនយកសាច់ដែលខ្ចីពេកពេលដែលយើងយកមកហាន់ហើយស្ងោរបានតែមួយសន្ទុះទៅវាខ្ចីពេកគឺវាឆាប់ផុយតែអត់ចូលជាតិឆ្ងាញ់ទេពេលដែលយើងយកមកបរិភោគរសជាតិនៅស្ទើររសជាតិណាបងប្អូនចាហើយពេលខ្លះទៅវាផុយខ្លាំងនៅពេលដែលយើងញ៉ាំវាអត់ស្វិតល្អទេឥឡូវនាងខ្ញុំយកមកហាន់ចាគឺយើងយកមកហាន់ជាចម្រីប៉ុន្តែបងប្អូនកុំហាន់វាទៅតឹងបងប្អូនទៅហាន់វាបដ ாய் ឲ្យស្របជាមួយនឹងសាច់ចាតសៃវាប្រឈរកុំឲ្យហាន់ផ្ដេកចាកាលណាហាន់ផ្ដេកវាដាច់ទៅពេលដែលបងប្អូនយកវាមកបេះល្បេះពីគ្នាដើម្បីធ្វើជាសាច់ផាត់ហ្នឹងគឺអត់វែងទេវាទៅជាខ្លីៗក្បិតហើយអានឹងអត់ឆ្ងាញ់ដែរទេចានេះខ្ញុំចូលចិត្តឲ្យធ្វើឲ្យឃើញវែងហើយមើលទៅស្អាតអញ្ចឹងនេះខ្ញុំប្រើមួយម្ចាស់ហៀងនេះគឺយើងគិតទៅអាច1គីឡូជាងចា1គីឡូតិចតួចដោយសារតែមាន់ទ្រូងមាន់2ដុំនេះគឺស្មើនឹង1គីឡូកន្លះចាអញ្ចឹងការដែលយើងហាន់នេះគឺហាន់រួចហើយយើងយកមកប្រឡាក់ហើយទុកប្រហែលជាបើ20នាទីឬក៏30នាទីកាន់តែល្អចូលជាតិបានឆ្ងាញ់ចាអញ្ចឹងនាងខ្ញុំទុកប្រហែលជាខ្ទង់កន្លះម៉ោងបន្ទាប់មកទៀតទើបនាងខ្ញុំយកទៅដាក់រំលីងចាចឹងថ្ងៃនេះអត់ចង់លីងនៅក្នុងចក្រាននៅក្នុងផ្ទះទេគឺយកទៅខាងក្រៅចាមើលមេឃមើលផ្កាយមើលបរិយាកាសដោយសារមើលទៅមេឃវាអត់ភ្លៀងទេចឹងហើយក៏សម្រាប់ចិត្តថាយកមកលីងនៅខាងក្រៅតែម្ដងចាដោយសារតែអង្គុយលក់កាហ្វេផងក៏ធ្វើបដាលេងផងទៅចាអញ្ចឹងឥឡូវយើងប្រឡាក់ហើយទុកបានមិនលើទុកចោលប្រហែលជា15នាទីមិនមែនទុកចោលបងប្អូនទុកសិនចំនួន15នាទីឬក៏កន្លះម៉ោងទៅនាងខ្ញុំទុកដល់ទៅកន្លះម៉ោងហើយបន្តមកទៀតបាននាងខ្ញុំចាប់ដើមរៀបចំ
គ្រឿងសម្រាប់យកទៅលីងចាការដែលយើងយកទៅលីងគឺអត់មានត្រូវការអីថែមទេបងប្អូនដោយសារយើងប្រឡាក់គ្រឿងហើយអស់ហើយណាតិចបងប្អូនយកទៅបងប្អូនថែមគ្រឿងក្រៅទៀតគឺវាល្អហើយចាបងប្អូនត្រូវការតែស្ករមួយមុខគត់នៅពេលដែលបងប្អូនយកទៅគឺត្រូវការដាក់លីងវាឲ្យឡើងក្រហមកាលណាបងប្អូនអត់លីងក៏បានដែរប៉ុន្តែពេលដែលបងប្អូនអត់លីងវាអត់ឡើងក្រហមស្អាតនៅពេលដែលវាคล้ายទៅជាបាក់យ៉ុងអញ្ចឹងបងប្អូនអាចលីងតិចតួចហើយបងប្អូនចាក់ទឹកពីថ្នមចាក់ទឹកម្ដងតិចចាកុំឲ្យវាឆាប់សពេកចាពេលដែលយើងចាក់ទឹកម្ដងតិចស្ករហ្នឹងវានឹងក្រហមស្អាតចាឥឡូវនាងខ្ញុំចាប់ដើមលីងហើយចាអញ្ចឹងយើងចាក់ទឹកម្ដងតិចហើយយើងដាក់សាច់ហ្នឹងចូលចៀនសិននាងខ្ញុំប្រើខ្ទះនេះវាស្ដើងណាបងប្អូនចៀនទៅវាក្រហមវាចង់ខ្លោចឈាមចាប៉ុន្តែមិនអីទេវារសជាតិហ្នឹងតែឆ្ងាញ់តែបើសិនជាបងប្អូនដាក់រៀងស្ករហ្នឹងខ្លោចញុះក៏វាអាចនឹងល្វីងដែរប៉ុន្តែសម្រាប់នាងខ្ញុំធ្វើប៉ុណ្ណឹងគឺឆ្ងាញ់ល្មមចាប៉ុន្តែគ្រឿងមុនហ្នឹងគឺយើងបានប្រឡាក់ហើយអញ្ចឹងកុំដាក់ស្ករច្រើនពេកណាបងប្អូនហាមទុកមុនឲ្យខ្លាចជ្រុលដៃចាឥឡូវពេលនេះគឺយើងបានដាក់សាច់មាន់ហ្នឹងចូលចៀនហើយទុកឲ្យរៀងក្រហមតិចសិនចាំបងប្អូនចាក់ទឹកចូលបន្ថែមដើម្បីរំងាស់វិធីដែលយើងធ្វើរបៀបនេះគឺធ្វើឲ្យសាច់ហ្នឹងចូលជាតិឈ្ងុយបានល្អនៅពេលដែលយើងចៀនបើសិនបងប្អូនអត់ចៀនបងប្អូនដាក់ទឹកទៅតែម្ដងវានឹងស្លេកហើយនាងខ្ញុំគិតថាអាចនឹងមិនសូវជាឆ្ងាញ់ដូចចៀនទេចាវិធីបែបនេះម្យ៉ាងពីនាងខ្ញុំធ្វើបង្ហាញជូនវគ្គមុនការធ្វើគឺរសជាតិទទួលបានឆ្ងាញ់ដូចគ្នាក៏ប៉ុន្តែឈ្ងុយខុសគ្នាចាអញ្ចឹងធ្វើបែបនេះគឺអត់ទលាន់នឹងញ៉ាំទេគឺញ៉ាំបានច្រើនមែនទែនចានាងខ្ញុំអាសាធ្វើឲ្យកូនញ៉ាំដោយសារតែពេលខ្លះអាហារពេលព្រឹកកូនត្រូវការរបៀបងាយហើយលឿនកូនខ្ញុំអត់ញ៉ាំបាយនៅសាលាទេភាគច្រើនគឺចង់ញ៉ាំបាយនៅផ្ទះហើយការដែលធ្វើបែបនេះគឺបងប្អូនងាយស្រួលបងប្អូនចង់មានត្រឹមតែនំប៉័ងហើយបងប្អូនចង់ធ្វើ sandwich ជាមួយនឹងសាច់ផាត់នេះក៏បានដែរបងប្អូនយកនំប៉័ងមកបងប្អូនបៀកជាមួយនឹងម៉ាយ៉ូណេសហើយនឹងដាក់សាច់ផាត់នឹងចូលមួយបន្លែផ្សេងមកគឺអេមសេមតែម្ដងចាហើយបងប្អូនគិតទៅថាអាហារពេលព្រឹកពេលខ្លះទៅយើងអត់ចង់សាំញ៉ាំដូចគ្នាដែរហើយអត់ចង់ធ្វើអីដែលយូរស៊ីម៉ោងហើយកូនទៅរៀនក៏យូរដែរហើយគ្នាត្រូវងើបតាំងម៉ោង 7:06 ងើបហើយគ្នាញ៉ាំគ្នាអីសឹងថាហាមាត់ញ៉ាំមិនចង់ទាន់ផងដល់ម៉ោងទៅរៀនបាត់ចាអញ្ចឹងនាងខ្ញុំភាគច្រើនគឺចំណាយពេលធ្វើរបស់ដែលលឿនងាយចាមកដុំនេះភ្លេចមើលបងប្អូនហើយខ្លោចឥឡូវយើងដាក់ទឹកចូលហើយយើងទុកឲ្យពុះតាមតាណាចាដាក់ទឹកចូលហ្នឹងឲ្យលិចសាច់ណាបងប្អូនទុកវាមួយស្របក់ទៅចាហើយចាំបងប្អូនអាសាបើកមើលកុំឲ្យភ្លេចខ្លួនណាបងប្អូនតែភ្លេចខ្លួនចង្ការវាទឹកនឹងរីងហើយកាលណាតារីងទៅគឺអាចធ្វើឲ្យខ្លោចដូចនាងខ្ញុំក៏ប្រហែសដែរថ្ងៃនេះអញ្ចឹងរវល់តែធ្វើបដាភ្ញៀវកំងបាយរត់តែធ្វើបាយមានតែបងប្អូននេះខ្លោចមួយជាងបាត់ហើយតែមិនអីទេខ្លោចតិចតួចអញ្ចឹងនៅកែបានចាបន្ទាប់ពីបានដាក់រំងាស់អស់ពេល10នាទីចានាងខ្ញុំក៏បានបើកឆ្នាំងមើលបើកទៅវារោខ្លោចជាងទៀតមិនដឹងថាមកពីមូលហេតុអីអាចមកពីបើកភ្លើងពេញពេកក្តៅពេកព្រោះហ្គាសទូចពេលខ្លះទៅគឺក្តៅខ្លាំងចាអញ្ចឹងឥឡូវនេះយើងចាប់ដើមបំបែកសាច់ចាអញ្ចឹងឆ្អិនបានល្អហើយចាប្រហែលខ្ទង់10-15នាទីអីដែរហើយឆ្អិនបានល្អហើយយើងចាប់ដើមបំបែកសាច់បដាអញ្ចឹងទៅចារហូតដល់យើងអាចបំបែកបានទាំងអស់តែបន្ថយភ្លើងបងប្អូននៅពេលដែលទឹកខាស់ប៉ុណ្នេះហើយកុំឲ្យបើកភ្លើងខ្លាំងពេកគេណាបងប្អូនបើកភ្លើងខ្លាំងពេកហ្នឹងទឹកក៏ខាស់កាន់តែលឿនក៏ប៉ុន្តែយើងអត់ទាន់បានបំបែកសាច់ចាអញ្ចឹងយើងទៅឈរញិចសាច់តិចសិនចាបើកភ្លើងតិចបានហើយបងប្អូនចាបន្ទាប់មកទៀតចាបងប្អូនទៅចំណាយពេលបំបែកញិចវាឲ្យអស់ហើយបងប្អូនចាំបើកភ្លើងឡើងវិញម្ដងទៀតចាហើយបងប្អូនអាចលីងប៉ុន្តែបញ្ជាក់ឲ្យហើយបងប្អូនកាលណាតែបងប្អូនដាក់ភ្លើងខ្លាំងពេកធ្វើឲ្យសាច់នឹងឡើងស្រួយអញ្ចឹងអាស្រ័យទៅលើបងប្អូនចូលចិត្តសើមឬក៏ចូលចិត្តស្ងួតដាច់ទឹកបងប្អូនចូលចិត្តមួយណាបងប្អូនថែភ្លើងទៅតាមនឹងសម្រាប់នាងខ្ញុំចូលចិត្តស្ងួតក៏ប៉ុន្តែអត់ចូលចិត្តស្ងួតឲ្យស្រួយអញ្ចឹងស្ងួតសម្រាប់យើងអាចបរិភោគទៅគឺទន់ចាកាលណាបងប្អូនដាក់សាច់ឲ្យរៀងស្រួយជួនកាលវាអាចខ្សោះបន្តិចដែរចាអញ្ចឹងជាជំរឿនបងប្អូនអាចប្រើភ្លើងទៅតាមចំណង់ចំណូលចិត្តនិងសេចក្តីត្រូវការរបស់បងប្អូនចាឥឡូវនេះខ្ញុំបានញិចសាច់ហ្នឹងគឺបែកស្ទើរតែអស់ហើយចាដល់ពេលនេះនាងខ្ញុំបើកភ្លើងល្មមដែលនាងខ្ញុំចង់បានចាហើយក៏ធ្វើដើម្បីឲ្យវាដាច់ទឹកល្អផងដែរចានៅពេលនេះគឺបានស្ងួតចាចំនួន 50% ហើយតែនាងខ្ញុំចង់ឲ្យស្ងួតបន្តិចទៀតធ្វើមិនក៏ដោយឲ្យស្ងួតមានអារម្មណ៍ថាប៉ះទៅគឺវាស្ងួតអត់មានជាតិសើមទៀតបងប្អូនចង់ទុកត្រឹមប៉ុណ្នេះក៏បានក៏ប៉ុន្តែវាងាយនឹងផ្អូមដោយសារតែវាមាន
នៅជាតិសើមបងប្អូនទៅដាក់ទូហើយទុកកន្លែងកកបើមិនចឹងទេវានឹងជូរតែនេះខ្ញុំយកឲ្យស្ងួតល្អដាក់ត្រឹមទូត្រជាក់ធម្មតាបានហើយចាឥឡូវញិចបន្តទៀតចាលីងញិចតតែល្បេះឲ្យស្ងួតល្អនៅពេលដែលយើងយកដៃមកប៉ះចាគឺវាលែងមានជាតិសើមនៅលើសាច់នេះខ្ញុំយកតែប៉ុណ្្នឹងឯងអត់យកឲ្យស្ងួតខ្លាំងទេចូលចិត្តល្មមប៉ុណ្្នឹងងាយស្រួលនៅពេលបងប្អូនចង់ហូបជាមួយបាយឬមួយក៏ធ្វើជានំប៉័ង sandwich ដាក់បាក់យ៉ុងហ្នឹងក៏បានដែរចាឥឡូវនេះគឺឃើញថាការធ្វើក៏បានដល់ទីបញ្ចប់ហើយឥឡូវសាច់យើងក៏ចាប់ដើមស្ងួតចាចិត្តបានសម្រេចនៅអ្វីយើងចង់បានអញ្ចឹងខ្ញុំឲ្យបុគ្គលិកចាប់ដើមលីងបន្តហើយក៏បិទភ្លើងហើយនឹងលីងរហូតដល់ខ្ទះឡើងត្រជាក់ចាដោយសារតែខ្ទះយើងនៅក្តៅហើយចក្រានក៏ក្តៅនៅពេលដែលដាក់ទៅគឺវានៅតែហុយចឹងឯងបងប្អូនអញ្ចឹងអាចខ្ទង់10នាទីអីទៀតគឺស្ងួតល្អចាអី10នាទីអីតែពី3នាទីអីទៀតទេបងប្អូនចាហើយឥឡូវគឺនាងខ្ញុំបានធ្វើរៀបរាល់ហើយកូនក៏ដួសបរិភោគហើយគាត់ឆ្ងាញ់គាត់មែនតើបូកជាមួយនឹងមីហិលនិយាយរួមទៅគឺកូនខ្ញុំគឺឲ្យតែមានរបស់ឆ្ងាញ់គឺអីក៏ចេះញ៉ាំដែរឲ្យឆ្ងាញ់អរគុណច្រើនបងប្អូនចាជាចុងបញ្ចប់នេះជូនពរបងប្អូនសុខភាពល្អទាំងអស់គ្នានាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នារីករាយជាមួយនឹងការចែករំលែកនៃវិធីធ្វើបាក់យ៉ុងសាច់មាន់មួយនេះផងដែរចាអញ្ចឹងអរគុណច្រើនបងប្អូននឹងជួបគ្នានៅក្នុងវីដេអូក្រោយជម្រាបលា